សួរអំពូមីងយាយតាទាំងអស់គ្នាចាសួស្ដីចាថ្ងៃនេះអូនមកបេះមានលក់ចាមានអូនល្អមែនតែនចាមានជ័យអូននោះនឹងល្អមែនតែនចា1គីឡូ5000ចាតំណងមែនតែនចាល្អមែនតែនចាល្អខ្លាំងណាស់ចានេះលឹកខ្ទឹមជ័យខ្ញុំក៏ល្អដែរចាបងប្អូនចង់ទិញបានចានៅមានលក់ទៀតចាជារួមផ្លែវាល្អមែនតែនចាមើលទៅសភាពក៏ស្អាតណាស់ដែរចាតំណងមែនតែនចាតំណងឲ្យឆ្ងាញ់ហ្មងចាបើកន្លះគីឡូតែ2500ទេចាល្អមែនតែនចាមានធម្មជាតិដាក់ជាតិគីមីតែអំពូមីងអើយឆ្ងាញ់ណាស់ចាមកមានយើងល្អមែនតែនចាឥឡូវយើងមានអីចាច្រើនចាច្រើនមែនតែនចាមានទឹកស្លឹកខ្ទឹមស្លឹកអីទៀតចាមកកកោកចាមើលមុខទីហូក្តៅហួតហែងមែនតែនអំពូមីងអើយរដូវប្រាំងចឹងហើយចាល្អមែនតែនមានចាមានល្អមែនតែនចាអំពូមីងអើយយើងវីដេអូយើងមានតែប៉ុណ្្នឹងទេជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកហូបនំបញ្ចុកស្រស់ទឹកប្រហុកចាចាជាដំបូងយើងមកដាំទឹកសិនចាហើយដាក់បន្លែអីស្រស់ចូលទៅអំពូមីងឥឡូវយើងដាក់វាស្រស់សិនទេចាស្រស់វាទៅចាច្បល់ចុះច្បល់ឡើងទៅចាថ្ងៃហ្នឹងយាយមកពីកែវសីមាមកលេងចាយើងក៏គាត់ចូលនំបញ្ចុកស្រស់ទឹកប្រហុកយកមកផ្ញើខ្ញុំហូបចានិយាយរួមឆ្ងាញ់មែនតែនចាឥឡូវយើងចាប់ផ្ដើមស្រស់ហើយចាស្រស់ចុះស្រស់ឡើងហើយចាឥឡូវយើងស្រស់ហើយក៏ស្រង់ដាក់ចានយើងចាមានសណ្តែកបណ្ដោះស្ពៃស្លឹកខ្ទឹមអីជាច្រើនចាអាក់មួយគ្នានឹងចាហើយយើងស្រស់បន្លែហើយយើងដាក់នំបញ្ចុកស្រស់ម្ដងចាដាក់រៀងច្រើនតិចទៅឆ្ងាញ់ដែរជាងចានំបញ្ចុកយើងច្រើនមែនតើនិយាយរួមឆ្ងាញ់មែនតើចាអំពូមីងហើយអ៊ំខ្ញុំនៅកែវសីមាចាទិញផ្ញើចាទិញញ៉ាំគាត់នៅនងក៏បានដែរគាត់មានលក់ចាចិត្តសាលាចាឆ្ងាញ់មែនតើចានំបញ្ចុកស្រស់ចាឥឡូវយើងស្រស់ហើយក៏យើងយកមកដាក់ចានចាហើយនេះយើងមានសាច់មានខ្ទឹមមានអីហ្នឹងចានេះសាច់ចានេះប្រេងចាច្រើនណាស់ចាមានបន្លែទៀតចានឹងតំណងមែនតែនអំពូមីងអើយតំណងចានឹងជាតិហ្មងចាមើលទឹកប្រហុកយើងវីដេអូយើងមានតែប៉ុណ្្នឹងទេជិះបាយ